នៅក្នុងភូមិដ៏ស្ងប់ស្ងាត់មួយដែលជាប់នឹងព្រៃឈើមានក្មេងស្រីអាយុ12ឆ្នាំម្នាក់ឈ្មោះធីតារស់នៅជាមួយឪពុកម្ដាយនិងប្អូនប្រុសធីតាស្រឡាញ់សត្វណាស់ហើយជាញឹកញាប់នាងចូលព្រៃដើម្បីរកផ្កានិងចែកអាហារដាក់សត្វថ្ងៃមួយពេលដែលនាងដើរតាមផ្លូវតចំអៀតមួយក្នុងព្រៃស្រាប់តែឮសំឡេងខ្លាចញ៉ាវម៉ាវនៅពីក្រោយនាងភ័យខ្លាចបន្តិចប៉ុន្តែនាងក៏សម្រេចចិត្តដើរតាមសំឡេងនោះទៅតែឃើញអ្វីនៅនឹងមុខធីតាស្រឡាំងកាំងឆ្មាព្រៃដ៏ធំមួយក្បាលបានជាប់ក្នុងអន្ទាក់ហើយហូរឈាមស្រស្រាក់ឆ្មាព្រៃនោះមើលទៅឈឺចាប់ខ្លាំងណាស់ប៉ុន្តែភ្នែកវាមានសំណើមដូចអង្វរសុំជំនួយធីតាស្ទុះទៅរកវាដោយនិយាយថាកុំភ័យអីណាខ្ញុំនឹងជួយអ្នកធីតាព្យាយាមដោះអន្ទាក់ចេញពីជើងឆ្មាព្រៃប៉ុន្តែវារឹតជាប់ខ្លាំងពេកនាងក៏ស្រែកហៅប្អូនប្រុសឈ្មោះរតនៈដែលកំពុងរកអស់ជាមួយឪពុកពួកគេបានជួយគ្នាយកឆ្មាព្រៃទៅផ្ទះហើយធីតាក៏ប្រើថ្នាំបុរាណដើម្បីស្អំរបួសវានាងដាក់ឈ្មោះឆ្មាព្រៃនោះថានិតតាស្នាមខ្មៅលើខ្នងវាមួយសប្តាហ៍ក្រោយមកនិតចាប់ផ្ដើមស៊ីអាហារបានហើយរបួសវាក៏ជាសះស្បើយវាខ្លាចជាសត្វស្រឡាញ់របស់ធីតាដែលតែងតែដើរលេងក្នុងព្រៃជាមួយនាងប៉ុន្តែបញ្ហាមួយនិតជាឆ្មាព្រៃហើយវាចូលចិត្តរត់លេងក្នុងព្រៃធ្វើឲ្យធីតាព្រួយបារម្ភវានឹងជាប់អន្ទាក់ម្ដងទៀតថ្ងៃមួយពេលនិតរត់បាត់ពីផ្ទះធីតាបានដើរតាមស្នាមជើងរបស់វាទៅដល់គុម្ពព្រៃមួយពេលលោកធីតាបានឃើញនិតខនៅក្បែរឆ្មាព្រៃចំនួន5ក្បាលផ្សេងទៀតមានឆ្មាព្រៃមួយក្បាលដែលមានរោមពណ៌មាសនិយាយទៅកាន់និតថាមនុស្សមិនអាចទុកយើងឲ្យមានសេរីភាពបានឡើយពួកគេនឹងចងយើងធ្វើជាសត្វចិញ្ចឹមត្រឡប់មករស់នៅជាមួយពួកយើងវិញទៅធីតាស្រាប់តែយល់ថានិតមិនមែនជាឆ្មាធម្មតាទេវាជាសត្វព្រៃដែលត្រូវរស់នៅក្នុងព្រៃតាមធម្មជាតិនាងឈឺចាប់ក្នុងចិត្តប៉ុន្តែនាងយល់ថានិតក៏ត្រូវការសេរីភាពដោយមនុស្សយើងដែរធីតាប្រមូលកម្លាំងចិត្តហើយនិយាយទៅកាន់និតខ្ញុំស្រឡាញ់អ្នកប៉ុន្តែព្រៃជាផ្ទះរបស់អ្នកទៅជាមួយក្រុមរបស់អ្នកចុះតើសូមកុំភ្លេចថានៅទីនេះតែមានមិត្តម្នាក់រងចាំនិតដើរមកជិតនាងហើយញញឹមដូចឲ្យពរសិរីសួស្តីរួចក៏រត់ទៅកាន់ក្រុមឆ្មាព្រៃបាត់ចូលទៅក្នុងព្រៃឆ្ងាត់ធីតាយំសោកស្ដាយប៉ុន្តែនាងដឹងថានេះជាជម្រើសត្រឹមត្រូវមួយឆ្នាំក្រោយមកនៅពេលធីតាដើរលេងក្បែរព្រៃនាងឮសំឡេងស្រែកម៉ាវម៉ាវដ៏ស្រទន់មួយនាងងាកមកឃើញនិតឈរនៅទីនោះជាមួយកូនឆ្មាព្រៃតូចៗពីរក្បាលនិតមកលេងនាងរាល់រដូវវស្សាហើយធីតាក៏ចាប់ផ្ដើមយល់ថាសេរីភាពគឺជាសេចក្តីស្រឡាញ់ដ៏ធំបំផុតដែលយើងផ្ដល់ឲ្យគ្នារឿងនេះបានចប់ហើយ